កាន់តែងាយស្រួលហើយធនាគារជាតិនៃកម្ពុជាសហការជាមួយធនាគារកណ្ដាលម៉ាឡេស៊ីដាក់ឲ្យដំណើរការសេវាទូទាត់ប្រាក់តាម QR Code ឆ្លងប្រទេសអំឡុងនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាលតំបន់អាស៊ានកាលពីរសៀលថ្ងៃទី8ខែមេសាឆ្នាំ2025នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតជាសេរីទេសាភិបាលធនាគារជាតិនៃកម្ពុជានិងវត្តមានឯកឧត្តមដាតូ Zeri Abdul Riza Ghafor ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ីបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាក់ឲ្យដំណើរការជាផ្លូវការនៃការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី2រវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសម៉ាឡេស៊ីបើតាមធនាគារជាតិនៃកម្ពុជាបានឲ្យដឹងលើគេហទំព័រ Facebook ផ្លូវការថាការដាក់ឲ្យដំណើរការនេះគឺនឹងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែនបន្ថែមទៀតសម្រាប់ប្រជាជនម៉ាឡេស៊ីដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយផ្ដល់នូវបទពិសោធន៍ក្នុងការទូទាត់ឆ្លងដែនយ៉ាងឆាប់រហ័សប្រកបដោយភាពងាយស្រួលតាមរយៈការប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសម៉ាឡេស៊ីដែលជាសមាជិកនៃគម្រោងដើម្បី scan QR Code របស់ពាណិជ្ជករកម្ពុជាលើពីនេះពាណិជ្ជករក្នុងស្រុកទាំងនៅប្រទេសកម្ពុជានិងប្រទេសម៉ាឡេស៊ីជាង 7 លាននាក់នឹងមានលទ្ធភាពក្នុងការពង្រីកទីផ្សារបានកាន់តែទូលំទូលាយជាងមុនដែលការនេះនឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរនៅក្នុងឱកាសនោះផងដែរធនាគារជាតិនៃកម្ពុជាក៏បានចូលរួមចុះអនុសារណៈយោគយល់គ្នាបន្ថែមទី4ផងដែរស្ដីពីកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ Regional Payment Connectivities RPC គណៈគម្រោង RPC ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ2022ដោយធនាគារកណ្ដាលប្រទេសឥណ្ឌូនេស៊ីម៉ាឡេស៊ីហ្វីលីពីនសិង្ហបុរីនិងប្រទេសថៃក្នុងគោលបំណងសម្រួលការទូទាត់សងប្រាក់ឆ្លងដែនឲ្យបានកាន់តែលឿនតម្លៃសមរម្យតម្លាភាពនិងប្រកបដោយបរិយាបន្ន